បាទសូមជម្រាបសួរពុកម៉ែបងប្អូនបាទហ្នឹងហើយថ្ងៃនេះគឺខ្ញុំមកបង្ហាញអំពីសកម្មភាពកែបធំឬក៏កែបមេបាពូជណាបាទអញ្ចឹងលក្ខណៈនៃការចិញ្ចឹមកែបគឺយើងដាក់បែបហ្នឹងបងណាបើយើងដាក់ក្នុងតង់ឬក៏យើងដាក់ក្នុងអាងឬក៏យើងដាក់ក្នុងហាប៉ាក៏ដូចគ្នាមិនចាំបាច់ដាក់មានកាផ្លោកមានអីទេណាបាទមានកផ្លោកឬក៏មានវត្ថុអីផ្សេងៗណាបាទដូចកង់ឡានដូចបងប្អូនខ្លះក៏មានដាក់ប្រទេសក្តារអីមិនចាំបាច់ទេបងប្អូនបាទមិនចាំបាច់ទេសម្រាប់បងប្អូនយើងដែលថ្មីដែលគាត់ចង់ដាក់ចាំហ្នឹងគឺមិនចាំបាច់ដាក់ទេណាបាទមិនចាំបាច់ដាក់ទេដាក់ស្រឡះចេះហ្មងបាទដាក់ស្រឡះហ្នឹងមកមានតែទឹកទេបាទមិនចាំបាច់មាននៅវត្ថុអីផ្សេងទេណាបាទហ្នឹងហើយតែបើសិនណាបងប្អូនយើងចិញ្ចឹមដូចថាមានទឹកមួយកន្លុកចឹងទៅហើយមានគោកអានេះយើងអាចដាក់បានដាំលើតពួនដូចអីចឹងណាបាទនេះយើងធ្វើជាលក្ខណៈធម្មជាតិបាទហ្នឹងយើងដាក់ដាំដៃបានត្រង់បាទតែបើយើងដាក់ក្នុងអាងចឹងមិនចាំបាច់ទេណាបងប្អូនហើយបងប្អូនសង្កេតមើលមួយទៀតនៅក្នុងកម្ពស់ទឹកអញ្ចឹងកម្ពស់ទឹកនៅពេលដែលកង្កែបធំគឺយើងដាក់ទឹករៀងជ្រៅបានណាបាទទឹកនេះវាចូលវាជាអាជ្រៅនោះវាចូលចង់មកទឹកហើយបាទតែរយៈនេះវាប្រហែលជាខ្ទង់3ឆ្នាំងដៃទេមិនចោលដៃបាទយើងនិយាយទៅថាមិនចោលដៃហើយជាមិនចោលដៃទេបាទអញ្ចឹងគឺប៉ុន្តែបើសិនតែកូនកែបយើងនៅយើងនៅតូចយើងដាក់តែមួយឆ្នាំងឬ2ឆ្នាំងទេអញ្ចឹងណាតែនេះកែបនេះវាមិនតន់អស់ដូចថាអស់សន្ទុះអស់គីឡូវារីកមាសទេអញ្ចឹងយើងអាចដាក់បានមកចង្អុលដៃនៅពេលដែលយើងអាចថា2ខែទៀតណាបាទពួកកែបនេះវាចូលគីឡូធំហើយបាទគីឡូធំហើយបាទអានេះកែបនេះវានៅពេលដែលវាធំទៅវារីកមាសរៀងយឺតទេបងប្អូនណារីកមាសរៀងយឺតទេគាត់ថាវាអាចធំជាងនេះទៀតទំហំវាអាចធំជាងនេះទៀតអញ្ចឹងយើងអាចដាក់ទឹកបានខ្ពស់ជាងនេះបន្តិចទៀតអញ្ចឹងសម្រាប់បងប្អូនយើងថ្មីដែលទិញកូនទៅកុំឲ្យឃើញថាត្រង់ខ្ញុំដាក់ទឹកច្រើនចេះដាក់ទឹកតាមបាទទូចយើងដាក់ទឹកតិចទេបាទតិចទេប៉ុន្តែបងប្អូនចង់ដាក់ទឹកច្រើនចេះបងប្អូនតែមានចូលមានស្នោបដែតណាបងប្អូនបាទហ្នឹងហើយមិនយើងដាក់ទឹកច្រើនទេបាទដែលកង្កែបយើងកង្កែបធម្មជាតិយើងចេះឃើញហើយតូចក៏ដោយធំក៏ដោយវាហែលទឹកបឹងទឹកអូទឹកស្ទឹងអីចឹងណាបាទនៅបានភាសាជាធម្មជាតិជាទម្លាប់វាហើយវាកើតមកវានៅបរិយាកាសបែបហ្នឹងហើយជាទូទៅវាដេកដូចបងប្អូនដឹងហើយលោមកែបយើងមិនដាក់ក្នុងទឹកទេមិនដាក់លើគោទេអញ្ចឹងគាត់ន័យថាកែបពេលវាដេកនៅទឹករាក់ទេណាបាទនៅមាត់ជ្រាំងទេវាអត់ដេកក្នុងទឹកជ្រៅទេអញ្ចឹងកែបចាំយើងដូចគ្នាយើងដាក់ទឹកតិចគឺវានៅនឹងហ្មងនៅនឹងដេកនឹងស៊ីនឹងណាបាទហ្នឹងហើយផ្ទះវានៅអញ្ចឹងទម្លាប់បរិយាកាសវាគឺវាចូលចិត្តរស់នៅបែបអញ្ចឹងហ្មងហ្នឹងណាបាទអញ្ចឹងបងប្អូនយើងអាចយកជាគំរូបានបាទអញ្ចឹងការចំកាត់នេះគឺទឹកមិនច្រើនទេបាទទឹកមិនច្រើនទេដាក់ប៉ុណ្្នឹងណាបាទនិយាយទៅពាក់កណ្ដាលខ្លួនកង្កែបរហូតគាត់ថានៅតូចទឹកតិចពោះខ្លួនតូចអញ្ចឹងយើងដាក់ពាក់កណ្ដាលខ្លួនឬក៏អាចអានេះយើងថាពាក់កណ្ដាលខ្លួនទេអានេះយើងអាចដាក់ច្រើនជាងនឹងតិចបានវាអាចឡើងដល់ត្រឹមចិត្តមាត់វាបាទលើដៃមុខវាហ្នឹងអាហ្នឹងវាអាចនៅបានតែចាប់ដើមហែលជើង3ជើង4ហើយអាហ្នឹងអត់ល្អទេណាអត់ល្អទេយើងតែយើងអាចដាក់ទឹកច្រើនបានតែតើយើងមានអីឲ្យវាតោងមានស្នោមានអីចឹងណាបាទតែបើថាបងប្អូនយើងបងប្អូនខ្លះក៏ដាក់ទឹករន់ក៏សួរដែរគាត់មានទឹករន់តែគាត់ចាំបានអត់ទឹករន់គាត់ចាំបានប៉ុន្តែយើងដាក់ទឹកបន្តិចចុះទៅវាអត់សូវចុះទឹកដែរចឹងណាអត់សូវចុះទឹកដែរហើយអឺយើងអាចដាក់ចាំបានវាអត់សូវចុះទឹកហើយយើងអាចដាក់ចាំបានចឹងណាបាទសំខាន់បងប្អូនយើងដែលដាក់ទឹករន់ទេដាក់ទឹករន់បើយើងដាក់ច្រើនវាចុះវាអស់ទឹកច្រើនបាទតែបើដូចបងប្អូនយើងខ្លះនៅចិត្តអូចិត្តអីមានស្រះមានអីយើងមិនអីគ្រាន់តែបូមទៅវាមិនអស់ម៉ានទេចឹងណាបាទហ្នឹងហើយអញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេបងប្អូនសរុបមកវិញគឺការដាក់កម្ពស់ទឹកបាទគឺពាក់កណ្ដាលខ្លួន
កង្កាត់នៅតូចទឹករៀងតិចហើយកង្កាត់ធំក៏ទឹកច្រើនទៅពួកខ្លួនវាធំអាចពាក់កណ្ដាលខ្លួនវាអាចទឹកច្រើនបានណាបាទទឹកច្រើនបានហើយមួយទៀតក្នុងទ្រុងបើសិនណាយើងដាក់ទ្រុងតង់ដូចខ្ញុំគឺមិនចាំបាច់ដាក់នៅកផ្លោកដាក់នៅឈើដាក់នៅអីផ្សេងទេណាបាទហ្នឹងហើយវីដេអូហ្នឹងមានប៉ុណ្ណឹងណាបាទអញ្ចឹងអរគុណច្រើនបងប្អូនណាមានចម្ងល់មានបញ្ហាអីអាចទេសាកសួរបានណាបាទអញ្ចឹងអរគុណច្រើនជួបគ្នាវីដេអូក្រោយ